បងប្អូនដែលមានបញ្ហាទៅលើ chat messenger ដែលជាបញ្ហា scan មុខឬក៏ face ID មានបញ្ហាហ្នឹងគឺវាមានទម្រង់បែបនេះអញ្ចឹងខ្ញុំដាក់បងប្អូនមើលសិនអញ្ចឹងណាបាទគឺជាបញ្ហា chat messenger ជាប់ scan មុខគឺវាអត់ដំណើរការមិនដឹងថាមានបញ្ហាទៅលើទូរស័ព្ទដៃរបស់បងប្អូនឬក៏ជាបញ្ហានៅលើផ្ទៃមុខរបស់បងប្អូនទេដែលវាអត់ scan អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានដំណោះស្រាយតាម review របស់ខ្ញុំដែលខ្ញុំបានដោះស្រាយដល់បងប្អូនអរគ្នាចេញពីទូរស័ព្ទដៃផ្ទាល់តែបងប្អូនអាចធ្វើបានហើយខ្ញុំក៏ឆ្លើយតបទៅកាន់បងប្អូនម្នាក់ដែលគាត់បាន comment នៅក្នុង channel YouTube របស់ខ្ញុំតាមរយៈក្រោមវីដេអូរបស់ខ្ញុំដែលដាក់ចំណងជើងថារបៀបចាក់ស្រោច chat messenger ដែលជា Face ID អញ្ចឹងណាហើយគាត់ក៏មានបញ្ហាហ្នឹងគាត់ក៏បានសួរហើយគាត់បានសួរថាទូរស័ព្ទខ្ញុំជាប់ scan មុខឥឡូវចូល chat messenger ហ្នឹងក៏អត់កើតដែរគឺវាជាប់ scan ទោះបីជាលុបចោលហើយ down មកវិញក៏នៅតែជាប់ដដែលអញ្ចឹងបងជួយប្រាប់ផងអញ្ចឹងបងប្អូនដែលមានបញ្ហាហ្នឹងបងប្អូនកុំភ្លេចតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់បងប្អូននឹងទទួលបានដំណោះស្រាយបន្តតែម្ដងអញ្ចឹងកុំឲ្យខាត់ពេកបងប្អូនមកកាន់ទូរស័ព្ទដៃជាមួយនឹងខ្ញុំទាំងអស់គ្នាដើម្បីដោះស្រាយអញ្ចឹងបន្ទាប់ពីបងប្អូនចូលមកកាន់ទូរស័ព្ទដៃមកបងប្អូននឹងឃើញ chat messenger ហើយបងប្អូនចូលមកនឹងចេញនៅទម្រង់បែបនេះគឺជាទម្រង់ដែលជាប់ទៅលើ face ID ឬក៏ scan មុខនឹងឯងអញ្ចឹងខ្ញុំចុចម្ដងទៀតយកពាក្យថា try face ID again ហើយវានឹង load ទម្រង់ដដែលបន្ទាប់មកវានឹង load នៅពាក្យមួយទៀតថា enter passcode អញ្ចឹងបងប្អូនគ្រាន់តែចុចទៅលើ enter passcode ហ្នឹងវានឹង load ទម្រង់បែបនេះគឺវាឲ្យយើងវាយនៅលេខសម្ងាត់នៅទូរស័ព្ទដៃរបស់យើងអញ្ចឹងបងប្អូនគ្រាន់តែវាមកគឺវានឹង load បានមកហើយបងប្អូនអាចទៅដោះស្រាយបានឬក៏ដកអាមុខងារ Face ID ហើយខ្ញុំនឹងចូលមក Messenger ម្ដងទៀតដើម្បីនឹងធ្វើមធ្យោបាយមួយទៀតឬក៏ដំណោះស្រាយមួយទៀតនៅលើ setting ទូរស័ព្ទដៃ iPhone ផ្ទាល់តែម្ដងបងប្អូនចូលមកកាន់ setting មកបន្ទាប់បងប្អូន scroll ឡើងទៅលើបន្តិចដើម្បីទៅយកពាក្យថា Face ID and passcode អញ្ចឹងបងប្អូនគ្រាន់តែឃើញពាក្យហ្នឹងបងប្អូនគ្រាន់តែចុចមកបងប្អូនវាយលេខកូដទូរស័ព្ទដៃរបស់បងប្អូនដែលដាក់នៅលើទូរស័ព្ទដៃហ្នឹងវាបញ្ចូលមកវានឹងលោតចូលមកទម្រង់បែបនេះគឺជាកន្លែង Face ID passcode ហ្នឹងហើយបងប្អូនគ្រាន់តែ reset Face ID នឹងចោលទៅវានឹងបាត់អាមុខងារ scan មុខឬក៏ Face ID ហ្នឹងហើយបន្ទាប់មកទៀតបងប្អូនចេញពី setting ទូរស័ព្ទដៃ iPhone ហ្នឹងមកបងប្អូនទៅកាន់ Messenger ដដែលដើម្បីចង់ដឹងថាអាមុខងារ Face ID ហ្នឹងគឺវាបានផ្ដាច់ហើយឬនៅបន្ទាប់ពីបងប្អូនបានចូលមកវាបានដាច់វានៅសល់តែលេខកូដទៅលើទូរស័ព្ទដៃទេអញ្ចឹងបងប្អូនគ្រាន់តែចុចលេខកូដលើទូរស័ព្ទដៃមកបន្ទាប់មកទៀតវានឹងចូលមកកាន់setting របស់ Messenger អញ្ចឹងបងប្អូនចូលមកកាន់ setting របស់ Messenger ខ្ញុំចូលចេញមកមនុយដើមបងប្អូនដើម្បីបងប្អូនងាយស្រួលយកតើបងប្អូនចូលមកកាន់មនុយបន្តមកទៀតបងប្អូនចូលទៅកាន់ setting របស់ Messenger អញ្ចឹងណាហើយបងប្អូនទៅយកពាក្យថា privacy and safety នេះឥឡូវខ្ញុំឃើញហើយបងប្អូនគាត់ទៅចូលមកតាមខ្ញុំមកហើយបងប្អូនយកពាក្យថា app lock ដែលនៅលើ security អញ្ចឹងបងប្អូនគាត់ទៅឃើញពាក្យថា require face ID បងប្អូនយកបិទមកគឺវានឹងបិទអាមុខងារ face ID ក៏ដូចជា passcode នៅលើទូរស័ព្ទដៃហ្នឹងហើយបងប្អូនចូលមកកាន់ Messenger ម្ដងទៀតគឺវានឹងចូលមកហើយគឺវាលែងមានបញ្ហាទៀតហើយដំណោះស្រាយគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនយល់ថាវីដេអូចែកម្លែករបស់ខ្ញុំមានប្រយោជន៍ដល់បងប្អូនទាំងនេះកុំភ្លេចចុច like share និង follow ជាពិសេស subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយបងបាទហើយវីដេអូនេះក៏ឈានចូលដល់ទីបញ្ចប់អរគុណជួបគ្នានៅវីដេអូក្រោយ